បាទសួស្តីគុណទាំងអស់គ្នាថ្ងៃនេះគ្រូនឹងកែវិញ្ញាសាទី14លំហាត់ទី4បន្តដើម្បីបញ្ចប់វិញ្ញាសារបស់យើងអញ្ចឹងកូនមើលវិធានវិញ្ញាសាទាំងអស់គ្នារ៉ូម៉ាំងទី4ម៉ាស៊ីនអ៊ីដេអាល់មួយដំណើរការនៅចន្លោះសីតុណ្ហភាព400និង300ចន្លោះសីតុណ្ហភាព400 Kelvin និង300 Kelvin ស្រូបបរិមាណកម្ដៅ900 Joule ស្រូបបរិមាណកម្ដៅ900 Joule ពីធុងដែលមានសីតុណ្ហភាពខ្ពស់ក្នុងសិចនីមួយគណនា1ទិន្នផលនៃម៉ាស៊ីនគណនាទិន្នផលនៃម៉ាស៊ីនបាទកូនមើលនៅក្នុងវិញ្ញាសានេះគឺគេសំដៅទៅលើតម្លៃដែលគេឲ្យនេះគេអត់បានប្រាប់យើងថាជាសីតុណ្ហភាពខ្ពស់ឬសេឬក៏TH